សម្ដេចតេជោនិងសម្ដេចតបដីស្វាគមន៍កងទ័ពទាំង18រូបវិលត្រឡប់មកប្រទេសប្រកបដោយសុវត្ថិភាពសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចតបដីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានផ្ញើសារសម្ដែងការស្វាគមន៍និងការវិលត្រឡប់មកវិញរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនៅព្រឹកថ្ងៃពុធទី31ខែធ្នូនេះតាមច្រកព្រំដែនខេត្តបៃលិនទាំងបណ្ដាញសង្គមសម្ដេចតេជោនិងសម្ដេចតបដីបានបង្ហោះសារនៃការស្វាគមន៍ខ្លឹមសារដូចគ្នាថាបែបនេះថាសូមស្វាគមន៍យុទ្ធជនទាំង18រូបដែលបាននិវត្តន៍មកកាន់មាតុភូមិប្រទេសវិញប្រកបដោយសុខសុវត្ថិភាពបើតាមក្រសួងការពារជាតិកម្ពុជាសង្ឃឹមយ៉ាងមុតមមថាការដោះលែងយោធិនទាំង18រូបនេះនឹងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការកសាងការជឿជាក់និងជឿទំនុកចិត្តព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខនេះ